តោះថ្ងៃនេះយើងមកដោះស្រាយលំហាត់មួយគឺវាមានផ្នែកឆោតបែបនេះហើយគេឲ្យយើងគណនាតែផ្នែកឆោតទេអញ្ចឹងតើយើងធ្វើយ៉ាងម៉េចអញ្ចឹងលំហាត់បែបនេះគឺងាយស្រួលទេបាទអញ្ចឹងមិនបានថាងាយស្រួលឥឡូវយើងមើលផ្នែកឆោតហ្នឹងគឺរូបអីគេផ្នែកគេឆោតនេះរូបអីគេមិនរូបត្រីកោណដល់ពេលអត់ឆោតទាំងអស់នេះគឺចតុកោណកែងបាទហើយចតុកោណកែងយើងដឹងជ្រុងរបស់វាគឺស្មើគ្នា2អញ្ចឹងបដោយស្មើបដោយទទឹងស្មើទទឹងអញ្ចឹងបើយើងរកផ្នែកឆោតយើងមើលតែត្រីកោណបាទអញ្ចឹងត្រីកោណដើម្បីរកផ្ទៃកលាបរបស់វាបានតើតើយើងដឹងបាតអញ្ចឹងណាបាតរបស់វានេះបាតយើងដឹងហើយបាតវាប្រហែល10ឥឡូវយើងដឹងបាតមួយហើយអញ្ចឹងយើងត្រូវដឹងអីគេមួយទៀតបាទគឺយើងត្រូវដឹងកម្ពស់មិនអញ្ចឹងហ៎យើងត្រូវដឹងកម្ពស់អញ្ចឹងកម្ពស់វានៅណាបាទនេះជាកម្ពស់របស់វាមែនទេនេះជាកម្ពស់របស់វាមែនក៏មែនដែរអញ្ចឹងកម្ពស់របស់វានៅណានេះកម្ពស់របស់វានេះយើងតម្លាក់ចំណោកែងនេះមកបាទយើងតម្លាក់ចំណោកែងនេះមកនេះវាពីកម្ពស់មុំនេះមកដល់ក្រោមនេះមកបាទតែចំណោកែងហ្នឹងមកហ្នឹងគឺជាកម្ពស់របស់វាអញ្ចឹងសូថាចំណោកែងនេះវាស្មើនឹងកន្លែងទទឹងនេះយើងសាក់គិតទៅនឹងតិចមើលពេលយើងតម្លាក់ចំណោកែងមកតើកម្ពស់របស់ត្រីកោណនេះស្មើនឹងទទឹងរបស់ចតុកោណកែងហ្នឹងហើយស្មើមែនទេបើស្មើអញ្ចឹងយើងបានកម្ពស់វាទៀតហ៎មានន័យកម្ពស់វា6ហើយនឹងបាតវាប៉ុន្មានបាតរបស់វា10អញ្ចឹងកាលណាផ្ទៃកលាត្រីកោណយើងដឹងបាតដឹងកម្ពស់គឺយើងអាចរកផ្ទៃកលារបស់វាបានហើយអញ្ចឹងគឺស្រួលអញ្ចឹងយើងយកបាតគុណកម្ពស់ហើយចែកជា2ចប់អញ្ចឹងបងប្អូនណាយល់អាចស្កប់វីដេអូនេះអាចធ្វើមុនលោកគ្រូបានបាទតោះឥឡូវធ្វើជាមួយលោកគ្រូទាំងអស់គ្នាអញ្ចឹងយើងបានផ្ទៃកលារបស់យើងបាទយើងរកមករកផ្ទៃកលាផ្នែកឆោតមកបាទរកផ្ទៃកលាផ្នែកឆោតយើងបានបាត10ម៉ែត្រគុណនឹងកម្ពស់វានេះកម្ពស់វាយើងគឺវាស្មើជាមួយនឹងទទឹងនេះឯងគឺ6ម៉ែត្របាទហើយចែកជា2បាទយើងគុណចូលគ្នាមក6 10ដង60ម៉ែត្រគុណនឹងម៉ែត្រម៉ែត្រការ៉េណាម៉ែត្រគុណនឹងម៉ែត្រម៉ែត្រការ៉េចែកជា2 60ចែកជា2បាទយើងបាន30ម៉ែត្រការ៉េបាទអញ្ចឹងចម្លើយរបស់យើងគឺប៉ុណ្្នឹងឯងណាបាទតោះអញ្ចឹងយើងមើលឡើងវិញអញ្ចឹងដើម្បីរកផ្ទៃកលាផ្នែកឆោតជាងរកតែផ្នែកឆោតទេបាទនេះគ្រាន់តែជារូបគេដាក់មកយើងបន្លំយើងតិចទេណាបាទអញ្ចឹងដើម្បីរកផ្ទៃកលាផ្នែកឆោតយើងមើលសិនតើគឺឆោតលើរូបមួយណាអញ្ចឹងរូបនេះគឺជាឆោតលើត្រីកោណអញ្ចឹងយើងច្បាស់ជារកផ្ទៃកលាត្រីកោណហើយអញ្ចឹងបើយើងរកផ្ទៃកលាត្រីកោណយើងទី1យើងស្គាល់បាតរបស់វាទី2យើងត្រូវរកកម្ពស់តើរកកម្ពស់នៅឯណាគឺយើងយកតាមទទឹងរបស់ចតុកោណកែងមិនអញ្ចឹងហ៎យកទទឹងរបស់ចតុកោណកែងដោយសារអីទទឹងរបស់ចតុកោណកែងបើកាលណាយើងតម្លាក់ចំណោកែងពីកម្ពស់មុំនេះមកចុះមកក្រោមនេះវាជាកម្ពស់របស់ត្រីកោណអញ្ចឹងវាស្មើនឹងទទឹងរបស់ចតុកោណកែងហើយអញ្ចឹងមានន័យថាកម្ពស់6បាត10អញ្ចឹងយើងធ្វើតាមរូបមន្តរបស់ត្រីកោណកែងបាទរបស់ត្រីកោណហ្នឹងគឺបាតគុណកម្ពស់ចែកជា2បាទអញ្ចឹងយើងបាន10គុណ6ស្មើ60ហើយ60ចែកជា2បាន30អូខេ